មនុស្សជាតិយើងតែងតែចំណាយពេលសម្លឹងមើលទៅកាន់មហាអាកាសដ៏ធំល្វឹងល្វើយនិងចោទសួរថាតើពួកយើងរស់នៅម្នាក់ឯងក្នុងចក្រវាឡនេះដែរឬទេសំណួរនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនិងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកវិទ្យាសាស្ត្រក៏ដូចជាសាធារណជនទូទៅជុំវិញពិភពលោកទោះបីជាពេលបច្ចុប្បន្នមិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមួយបញ្ជាក់ច្បាស់លាស់ពីវត្តមានរបស់មនុស្សភពក្រៅឬ alien ក៏ដោយប៉ុន្តែមានរឿងរ៉ាវនិងអាចកំបាំងគួរឲ្យភ្ញាក់ផ្អើលជាច្រើនដែលត្រូវបានចងក្រងឡើងយោងតាមការផ្សាយពីស្ថាប័នស្រាវជ្រាវអន្តរជាតិធំៗដូចជាទីភ្នាក់ងារអវកាស NASA និងទស្សនាវដ្តីវិទ្យាសាស្ត្រល្បីៗខាងក្រោមនេះគឺជាអាចកំបាំងចំនួន5ដ៏គួរឲ្យងឿងឆ្ងល់ទាក់ទងនឹងជីវិតក្រៅភពដែលអ្នកអាចនឹងមិនធ្លាប់ដឹង1សញ្ញាវិទ្យុសកម្មដ៏អាចកំបាំង Wow Signal កាលពីថ្ងៃទី15ខែសីហាឆ្នាំ1977តារាវិទូជនជាតិអាមេរិកម្នាក់ឈ្មោះ Jerry Eman ពេលកំពុងពិនិត្យទិន្នន័យពីកែវយន្តវិទ្យុ Big Ear នៅរដ្ឋ Ohio បានចាប់យកសញ្ញាវិទ្យុសកម្មដ៏ខ្លាំងក្លាមួយដែលមិនធ្លាប់មានពីមុនមកសញ្ញានេះមានរយៈពេលប្រហែល72វិនាទីហើយមានកម្លាំងខ្លាំងជាងសម្លេងរំខានធម្មតានៅក្នុងលំហអាកាសដល់ទៅ30ដងដោយសារតែភាពប្លែកនិងកម្ររបស់វាលោក Eman បានសរសេរពាក្យថា Wow នៅលើក្រដាសទិន្នន័យនោះដែលធ្វើឲ្យវាคล้ายជា Wow Signal ដ៏ល្បីល្បាញទោះបីជាអ្នកវិទ្យាសាស្ត្រព្យាយាមតាមដានរកប្រភពដើមរបស់វាជាច្រើនទសវត្សរ៍មកហើយក្តីក៏វាមិនដែលត្រូវរកឃើញជាថ្មីម្ដងទៀតឡើយដោយបន្សល់ទុកត្រឹមជាអាចកំបាំងថាតើវាជាសញ្ញាផ្ញើមកពីអរិយធម៌ក្រៅភពឬគ្រាន់តែជាបាតុភូតធម្មជាតិក្នុងលំហព័ត៌មានលម្អិតនេះត្រូវបានចុះផ្សាយដោយសារព័ត៌មាន history.com 2ការពិសោធន៍ស្វែងរកជីវិតលើភពអង្គារកាលពីឆ្នាំ1976សំណួរថាតើមានជីវិតលើភពអង្គារដែរឬទេគឺជារឿងដែលគេចោទសួរជាយូរណាស់មកហើយកាលពីឆ្នាំ1976ទីភ្នាក់ងារអវកាស NASA បានបញ្ជូនយានអវកាស Viking 2គ្រឿងចុះចតលើភពអង្គារដែលបំពាក់ដោយឧបករណ៍ពិសោធន៍រកជីវិតអតិសុខុមប្រាណការពិសោធន៍មួយបានរកឃើញថាមានឧស្ម័នត្រូវបានបញ្ចេញបន្ទាប់ពីសារធាតុចិញ្ចឹមត្រូវបានដាក់បញ្ចូលទៅក្នុងដីភពអង្គារដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រខ្លះជឿជាក់ថាវាអាចជាសញ្ញានៃមេតាបូលីសរបស់សារពាង្គកាយរស់ប៉ុន្តែដោយសារឧបករណ៍ផ្សេងទៀតមិនអាចរកឃើញមេគុលសរីរាង្គបញ្ជាក់បន្ថែមទើបបង្កើតជាការជជែកដេញដោលគ្នារវាងអ្នកវិទ្យាសាស្ត្រជាច្រើនទសវត្សរ៍មកហើយដោយដែលបានរៀបរាប់នៅក្នុងរបាយការណ៍របស់ NASA 3តំបន់ដែលអាចមានជំរកជីវិតនៅជិតយើងបំផុតផ្ទុយពីការស្រមើស្រមៃថា alien ត្រូវតែរស់នៅលើភពឆ្ងាយដាច់ស្រយាលអ្នកវិទ្យាសាស្ត្របានរកឃើញថាភពកបសាស្ត្រក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងផ្ទាល់គឺពោពេញដោយទីតាំងមានសក្តានុពលតាមការសិក្សារបស់ស្ថាប័នអវកាសនិងទស្សនាវដ្តី Discover Magazine បានបង្ហាញថាព្រះច័ន្ទទឹកកកមួយចំនួនដូចជាព្រះច័ន្ទ Europa របស់ភពរហ័សនិងព្រះច័ន្ទ Enceladus របស់ភពសៅរ៍គឺមានមហាសមុទ្រទឹកស្ថិតនៅក្រោមស្រទាប់ទឹកកកក្រាស់ដែលអាចជាជម្រកសុវត្ថិភាពសម្រាប់ទ្រង់ទ្រាយជីវិតបែបទឹកឬអតិសុខុមប្រាណ4ការបញ្ចេញឯកសារសម្ងាត់ UFO របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះក្រសួងការពារជាតិសហរដ្ឋអាមេរិកបានសម្រេចចិត្តដកហូតចំណាត់ថ្នាក់សម្ងាត់និងទម្លាយជាសាធារណៈនៅឯកសារក៏ដូចជាវីដេអូជាច្រើនដែលថតបានដោយកងទ័ពអាកាសអាមេរិកពាក់ព័ន្ធនឹងបាតុភូតអាកាសយានមិនស្គាល់អត្តសញ្ញាណឯកសារទាំងនោះបង្ហាញពីវត្ថុហោះហើរចម្លែកៗដែលធ្វើចលនាយ៉ាងលឿនខុសពីធម្មជាតិដែលមិនអាចបញ្យល់បានដោយបច្ចេកវិទ្យាយោធាបច្ចុប្បន្នទោះបីមន្ត្រីរដ្ឋាភិបាលមិនទាន់អះអាងចំថាវាជាយានរបស់ alien ក៏ដោយប៉ុន្តែវាបានជំរុញឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្រាវជ្រាវជុំវិញពិភពលោកយោងតាមទិន្នន័យពី Life Science 5ការព្យាយាមផ្ញើសារប្រាប់ពីវត្តមានមនុស្សទៅកាន់លំហមិនត្រឹមតែអង្កេតមើលនោះទេមនុស្សលោកយើងក៏ធ្លាប់បានព្យាយាមផ្ញើសារអញ្ជើញឬកំណត់ត្រាណែនាំខ្លួនឯងទៅកាន់អវកាសផងដែរឧទាហរណ៍ដូចជាការបាញ់បញ្ជូនយាន Voyager 1 និង Voyager 2កាលពីឆ្នាំ1977ដែលមានផ្ទុកបន្ទះមាសចារឹកសម្លេងធម្មជាតិសម្លេងសត្វបក្សីសម្លេងមនុស្សនិយាយជា55ភាសាផ្សេងៗគ្នានិងតន្ត្រីជាច្រើននៅលើផែនដីក្នុងគោលបំណងធ្វើថ្ងៃណាមួយមានអរិយធម៌ក្រៅភពឆ្លងកាត់និងរកឃើញសារទាំងនោះអាចកំបាំងទាំងនេះបង្ហាញថាការស្វែងរកការពិតអំពីជីវិតក្រៅភពមិនមែនជារឿងប្រឌិតក្នុងរឿង Hollywood សុទ្ធសាធនោះទេប៉ុន្តែវាគឺជាចំណងដៃនៃការចង់ដឹងចង់ឃើញដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រវិទ្យាសាស្ត្ររបស់មនុស្សជាតិ